ចូលដល់ថ្ងៃកាន់បិណ្ឌនេះណាបើសិនជាបងប្អូនចង់រកមុខម្ហូបដែលធ្វើទៅវត្តក៏ត្រូវញ៉ាំបាយក៏បានជាមួយជែកកាន់តែឆ្ងាញ់ហើយសាក់មកមុខនេះបានណាធានាថារសជាតិនឹងគឺឆ្ងាញ់ខ្លាំងមែនតើជាពិសេសតែសៃមីសួរទុកមិនម៉ោងក៏អត់ស្អិតជាប់គ្នាដែរសម្រាប់មីសួរគឺយើងត្រាំជាមួយទឹកក្តៅមួយល្មមចឹងហើយខ្ញុំលាយទឹកក្តៅជាមួយទឹកត្រជាក់ទុកវាម្ដុំសិនទៅហើយគ្រឿងសមុទ្រយើងមានបកាជាមួយមឹកធ្វើវាឲ្យស្អាតហើយយើងវាមកស្រុះជាមួយនឹងទឹកពុះសម្រាប់មឹកគឺខ្ញុំស្រុះមុនណាបងប្អូនដាក់ចូលកូរមកត្រឡប់សិនបើខ្ញុំចាក់បកាចូលស្រង់វាត្រាំជាមួយនឹងទឹកកកឬក៏ទឹកត្រជាក់ហើយសម្រាប់ផ្នែកសាច់គឺយើងមានជាសាច់ជ្រូកច្រាំដែរមិនឆ្ងាញ់បងប្អូនគ្រាន់តែថាការចម្អិនគឺយើងអត់ប្រើប្រេងឆាទេយើងចាក់ទឹកធម្មតាចាក់សាច់ជ្រូកចូលឆាវាប្រហែលជា5-6នាទីអីហ្នឹងគឺវាឆ្អិនហើយសម្រាប់មីសួរយើងត្រាំជាមួយទឹកក្តៅមួយល្មមហ្នឹងអត់ត្រាំយូរណាបងប្អូនប្រហែលជា5-6នាទីអីហ្នឹងស្រង់វាលាងមកទឹកពីទឹកទៀតទៅដើម្បីកុំឲ្យវាធំក្លិនហើយសម្រាប់ការធ្វើទឹកត្រីវិញគឺយើងមានខ្ទឹមសមានម្ទេសហើយអីដែលសំខាន់គឺទឹកប្រហុកបងប្អូនអានេះគឺខ្ញុំក្លុកយកមកបន្ទាប់មកខ្ញុំបន្ថែមទឹកត្រី2ស្លាបព្រាបាយចាំបាច់ក្រូចឆ្មា